ប្អូនទាំងអស់គ្នាដែលជា fan ក៏ដូចជាប្រិយមិត្តដែលតែងតែតាមដានរាល់ការផ្សាយចេញពីเพจផ្លូវការរបស់ក្រុមហ៊ុន Challenge Cambodia ថ្ងៃនេះផងដែរពួកយើងទាំងពីរនាក់ជាមួយនឹងខ្ញុំសុភ័ក្ររួមជាមួយនឹងកញ្ញាសុនិតាចាបាទពួកយើងនឹងធ្វើការបង្ហាញអំពីព័ត៌មានថ្មីតាក់ទងជាមួយនឹង brand name របស់ Challenge ហើយ model ថ្ងៃដែលយើងត្រូវលើកយកមកនិយាយចែកជូនជាព័ត៌មានដល់បងប្អូនថ្ងៃនេះគឺទៅលើmodel Challenge Tracker ដែលជាប្រភេទ SUV 5កៅអីដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់រថយន្តថ្មីនៅទីផ្សារប្រទេសកម្ពុជារបស់យើងណោះកញ្ញាសុនិតាបាទហ្នឹងហើយបងអញ្ចឹងទៅលើ model ឡានមួយនេះថ្មីសម្រាប់ខ្ញុំបងចាព្រោះអីយើងធ្លាប់តែបង្ហាញធ្វើបទបង្ហាញទៅលើ model ឡានផ្សេងបងណោះដូចជាប្រភេទ Trailblazer ប្រភេទ Track LT Track S ឬក៏ Chevrolet Captiva ចាហើយសម្រាប់នេះគឺកូនពៅតែម្ដងតែកូន Chevrolet ចាហើយទៅលើ model នេះគឺយើងទូការចាប់អារម្មណ៍ច្រើនពីបងប្អូនអ្នកប្រើប្រាស់ក៏ដូចជាfan របស់ Chevrolet តតែម្ដងបើថាគាត់អត់ទាន់ស្ពាក់ចិត្តទិញទេក៏គាត់បានស្គាល់ហើយទៅលើ model ហ្នឹងណាបងចាព្រោះអីនៅលើដងផ្លូវគឺឃើញរត់ច្រើនខ្លាំងមែនតើហើយក្នុងនាមយើងជាអ្នកលក់គឺសប្បាយចិត្តមែនតើហ្នឹងហើយបងតើតើមួយ Challenge Tracker នេះមែនតើឥឡូវនេះញៀវគាត់លេខសួរគាត់ឆាតមកអីគាត់លេខសួរព័ត៌មានពីឡានហ្នឹងមានអីខ្លះមានអីខ្លះគាត់សួររឿងការទូទាត់ហើយនឹង stock ទេហ្នឹងហើយអញ្ចឹងនេះពួកយើងពំនាំរឿងពីរហ្នឹងមកជូនពុកម៉ែបងប្អូនបាទទី1ទៅលើ stock ទី2ទៅលើលក្ខខណ្ឌក្នុងការទូទាត់ខាងទូទាត់វាមានជាការទិញដាច់វាមានជាការស្នើរំលោះជាមួយនឹងធនាគារឬស្នើរំលោះជាមួយដៃគូផ្ទាល់របស់ក្រុមហ៊ុនអញ្ចឹងណាបងប្អូនអរគ្នាចាហ្នឹងហើយចាបើព័ត៌មានពីឡានអតិជនគឺគាត់ដឹងច្រើនគាត់ស្គាល់ច្រើនព្រោះមែនតើទៅយើងជិះទៅតំបន់ណាបាទចុងកាត់មាត់ញងណាក៏យើងប្រទះជាមួយនឹង Challenge Tracker ឬដែរគឺទទួលបានការគ្រប់គ្រងប្រើប្រាស់ច្រើនខ្លាំងមែនតើនិយាយអញ្ចឹងណាបាទតែបើសម្រាប់បងមើលទៅអាចនិយាយបានថាពណ៌ណាដែលបងប្រទះឃើញច្រើនជាងគេបងទៅលើ Tracker បើច្រើនជាងគេមានពណ៌សហ្នឹងឯងតែបើសួរចិត្តខ្ញុំឆ្លាញ់ពណ៌អីខ្ញុំឆ្លាញ់ពណ៌ខ្មៅចាព្រោះស៊ីខ្ញុំខ្មៅដែរបងនិយាយពី Tracker នេះទៅលើពណ៌ខ្មៅគឺស្អាតមែនតើបងដោយសារអីគឺឆ្លងមកជាមួយនឹង logo ខ្មៅហើយជាមួយនឹង option red line នេះតែ sport ទៀតហ្នឹងហើយបងស៊ីគ្នាជាមួយ color ជាមួយប៉ាណាជាមួយនឹងកង់គឺស្អាតហ្មងចាទោះបីជាបងប្អូនគាត់ស្គាល់ច្រើនទៅលើ option របស់ Challenge នេះ Tracker នេះក៏ដោយតែយើងក៏នៅតែបង្ហាញជូនទៅកាន់បងប្អូនដែរទៅលើប្រភេទ Challenge Tracker នេះហ៎បងចាអញ្ចឹងនីតាមុននឹងយើងចូលស៊ីជម្រៅអំពីឡានសំខាន់តិចណាមុនស៊ីជម្រៅពីឡានសនំពរឲ្យពុកម៉ែបងប្អូនជួយធ្វើការចែករំលែកការ live មួយនេះទៅដល់មិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមរបស់បងប្អូនណាដើម្បីឲ្យពួកគាត់ទទួលបានព័ត៌មានគេលោថាឥឡូវនឹងគាត់ពងស្វែងរកទិញឡានដែរប៉ុន្តែអត់ទាន់ទទួលបានព័ត៌មានពេញណាមួយពីខាងក្រុមហ៊ុន Challenge ស្រាប់តែគាត់ទៅសម្រេចចិត្តទិញឡានដែលមិនមែនជាតម្រូវការចាំបាច់របស់គាត់ខុសនឹងតម្រូវការធ្វើឲ្យគាត់យើងស្ដាយក្រោយដែរហ្នឹងហើយអញ្ចឹងបើសិនជាទទួលបានព័ត៌មាននេះជឿជាក់ថាគាត់នឹងងាយស្រួលក្នុងការសម្រេចចិត្តបាទអញ្ចឹងសំណូមពរបងប្អូនជួយ like ជួយ share page ផ្លូវការរបស់ក្រុមហ៊ុនបន្តិចណាបងប្អូនអរគ្នាបាទចាហ្នឹងហើយបងអញ្ចឹងទៅលើប្រភេទ Challenge Tracker នេះដូចនិយាយពីដើមវីដេអូអញ្ចឹងគឺទូការចាប់អារម្មណ៍ច្រើនទៅពីខាងបងប្អូនអ្នកប្រើប្រាស់ក៏ដូចជា fanរបស់ Challenge តតែម្ដងចាអញ្ចឹងដោយសារតែប្រភេទឡានTracker នេះគឺជាប្រភេទ concept SUV ចា5កៅអីចាប៉ុន្តែខាងក្នុងគឺទលាយបងទលាយមែនតើហើយអ្វីដែលសំខាន់ឡាន brand អាមេរិកបងប្អូនចាយលុយខំ$30,000បងចាមានទាំងលក្ខខណ្ឌរំលោះជូនបងប្អូនទៀតចាអញ្ចឹងមុននឹងឈានចូលទៅដល់លក្ខខណ្ឌទូទាត់អីផ្សេងៗខ្ញុំចង់បង្ហាញពីខាងមុខតិចណាទៅលើប្រភេទ Tracker នេះគឺ design មកស្អាតមែនតើរៀងឡានបែបនេះអាចនិយាយបានថាអត់ច្រឡំគេបងហ្នឹងហើយស្អាតមែនតើទៅលើដោយសារតែនេះប្រភេទ option red line edition ណាបងចាគឺមកជាមួយនឹងឆ្នូតក្រហមនេះចាបងប្អូនឆ្លាញ់ទៅលើឆ្នូតក្រហមហ្នឹងតាអញ្ចឹងទៅលើឆ្នូតក្រហមនេះបងឡាយជាមួយនឹងបូថៃពណ៌ខ្មៅនេះរត់តែ sport ទៀតទៅលើប្រភេទ land red line edition នេះបងចាហើយទៅលើការ design ប៉ាណាអីក៏ស្អាតដែរបងទៅលើប្រភេទជាគៀងគុជ LED មកស្រាប់តែម្ដងអញ្ចឹងក្នុងការបំភ្លឺផ្លូវអីគឺច្បាស់ល្អមែនតើហើយក៏មានមុខងារក្នុងការបងប្អូនសេរីទៅលើកម្រិតឡើងចុះដែរហើយទៅលើអ្វីដែលសំខាន់ណាខ្ញុំជឿថាឡានសេតមាននេះតម្លៃខំ$30,000បងគឺមុខងាររេតាមចកោតចាទៅលើប្រភេទជាគៀងគុជ LED នេះជំនួយក្នុងការភ្លើងក្នុងការរេតាមចកោតតែម្ដងអ្វីដែលសំខាន់ខាងក្រោមនេះក៏ប្រភេទ signal LED មកដែរ
ចឹងមានន័យថាកញ្ចប់បំភ្លឺផ្លូវគឺឃើញ2ឆ្នូតនេះគឺ data running line ដែលយើងនិយាយថាពិលសម្រាប់លម្អសម្រាប់រថយន្តពេលថ្ងៃណាបាទរួមជាមួយនឹងចង្គៀងគុជដែលមានមុខងារបិទបើកភ្លើងដោយស្វ័យប្រវត្តិមានន័យថាមេឃល្ងិតនឹងបើកភ្លើងដោយខ្លួនឯងមេឃពលឺភ្លឺគ្រប់គ្រាន់បិទភ្លើងដោយខ្លួនឯងស្វ័យប្រវត្តិតែម្ដងហើយអំពូលគុជទំហំ3អ៊ីងប្រភេទគុជត្រជាក់ប្រើយូរអត់ក្តៅអត់ស្លកចង្គៀងនេះទេហើយជះពលឺបានឆ្ងាយមានបន្ទាត់មានខ្នាតត្រឹមត្រូវមានមុខងារកាត់ទឹកភ្លៀងទាំងអស់ហើយអ្វីដែលពិសេសយើងគាត់ថាឡានមួយចំនួនអត់មានសម្រាប់ថាដល់30000សំបីឡាន4 50000ក៏អត់មានដែរទៅលើមុខងារគេថាភ្លើង support មានន័យថានៅពេលដែលបងប្អូនបើកបរនៅពេលយប់បួងចង្កូតទៅឆ្វេងភ្លើងជះមកឆ្វេងហើយបួងចង្កូតទៅស្ដាំភ្លើង support នោះវាជះទៅស្ដាំអញ្ចឹងវាជាលក្ខណៈពិសេសមួយទី1មើលមកស្អាត premium ហ្មងឡានទី2វាជាផ្នែកមួយក្នុងការជួយពលឺក្នុងការបំភ្លឺផ្លូវនៅពេលដែលបងប្អូនបើកបរពេលយប់គឺវាធ្វើឲ្យអារម្មណ៍យើងគឺមានភាពជឿជាក់នៅក្នុងការបើកបរឡានមួយគ្រឿងនេះហ្នឹងហើយបងហើយទៅលើ option មួយនេះគឺបំពាក់មកជាមួយនឹង Charlotte Tracker តែម្ដង ពិសេសមែនតើហ្នឹងហើយបងចាអញ្ចឹងទៅលើ Charlotte Tracker សូម្បីតែភ្លើងក៏ detail មកច្បាស់ជូនបងប្អូនដែរចាហើយអត់មានរឿងប្រើកន្លះឆ្នាំអីឡើងលឿងកញ្ចក់អីណាអត់ទេណាបងអញ្ចឹងទៅលើពូគុជ LED នេះគឺជាប្រភេទគេហៅថាគុជត្រជាក់បងកាត់បន្ថយកម្ដៅចាបងប្អូនឃើញឡានខ្លះបងប្អូនប្រើបានមួយឆ្នាំទេគឺឡើងស្អាតកញ្ចក់តែម្ដងនឹងដោយសារតែគេប្រើប្រភេទពូគុជហើយក្តៅខ្លាំងចាហ្នឹងហើយបងហើយមួយវិញទៀតទៅលើសាច់ដែកវិញ tracker នេះគឺខ្ញុំហ៊ាននិយាយថាប្រភេទសាច់ដែកដែលក្រាស់ហើយធ្ងន់បងប្អូននឹងស្រាប់ហើយឡានអាមេរិកគឺបងប្អូនទុកចិត្តបានទៅលើគ្រឿងក្រមនិងសាច់ដែកណាបងចាហ្នឹងហើយអញ្ចឹងសូម្បីតែឡាន tracker នេះតម្លៃតែ$20000ជាងទេតែបំពាក់មកជាមួយនឹង option ទំនើបហើយបងប្អូនទុកចិត្តបានតែម្ដងចាទៅលើសាច់ដែកគឺខ្លះបើនិយាយទៅលើម៉ាស៊ីនវិញបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយទៅលើ tracker គឺបំពាក់ម៉ាស៊ីន turbo ណាបងចា 1.0 turbo អាចបង្កើតកម្លាំងសេសបានរហូតដល់116សេសចាអញ្ចឹងទៅលើវាធ្វើការបានល្អខ្លាំងមែនតើរត់ smooth ចាទាំងសន្ទុះនៃការបើកបរអីបងប្អូនអាចជន់បានដល់ល្បឿនលើ100បង120 130អត់ទាន់មានអារម្មណ៍ថាលឿនទេណាហ្នឹងហើយ speed វាដល់180 km/h ក្នុងម៉ោងបាទអញ្ចឹងពិសេសខ្លាំងមែនតើព្រោះអីតែទំហំ top speed យើងជន់បានទៅដល់180 km/h ក្នុង1ម៉ោងជឿថាឡាននេះគឺអត់អន់ទេទៅលើម៉ាស៊ីនហ្នឹងហើយបងព្រោះអី top speed 180 km/h ក្នុង1ម៉ោងនេះគឺសំខាន់មែនតើស្វេចបើតែយើងអត់ប្រើប្រាស់ល្បឿនហ្នឹងជាប្រចាំថ្ងៃមែនប៉ុន្តែបងប្អូននឹងឃើញអត្ថប្រយោជន៍នឹងសំខាន់នៅពេលដែលបងប្អូនឡើងវ៉ាចែងចាឬក៏ជិះទៅផ្លូវ highway អីបងប្អូនជន់វ៉ាមកជើគឺផុតបងអត់មានហានិភ័យទេអត់មានអកសើណាបងចាក្នុងចំណុចហ្នឹងគេចង់បង្ហាញអំពីសមត្ថភាពរបស់ឡានមានន័យថាប្រសិទ្ធភាពអីបានគេដាក់ដល់ top speed 180ទាំងដែលយើងមិនអាចជិះបានដល់150 160ផងបាទអញ្ចឹងមានន័យថាទី1ទៅលើទម្ងន់ឡានទី2ទៅលើកម្លាំងស្ទុះទី3ទៅលើសមត្ថភាពក្នុងការទប់លំនឹងរបស់ឡានមានថាហេតុផលដែលវិស្វករគេផលិតឡានមករត់បានដល់180មានន័យថាគ្រប់ស្ថានភាពយើងត្រូវតែរត់180ទេគឺមានន័យថាឡានហ្នឹងជាប្រភេទឡានដែលហាប់ជាប្រភេទឡានដែលមាំរត់បានរហូតដល់ល្បឿនប៉ុណ្ណឹងបាទអាហ្នឹងទោះបីជាយើងបើកយឺតក៏បង្ហាញអំពី performance នៃភាពនឹងរបស់ឡានដែរបាទអញ្ចឹងជូនបងប្អូនទៅមើលផ្នែកខាងក្នុងនៃរថយន្តរបស់យើងវិញម្ដងចាបងប្អូនទាំងគ្នាសម្រាប់ Charlotte Tracker គឺយើងប្រើប្រាស់ Smart Key បងចាគឺប្រើប្រាស់ Smart Key ហើយទៅលើ Smart Key នេះក៏មានមុខងារក្នុងការបញ្ជាបានច្រើនរបៀបដែរចាប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់បងប្អូនមើលទៅលើផ្នែកខាងក្នុងចាទៅលើប្រភេទ Charlotte Tracker នេះបងខាងក្នុងគឺតលាយប្រភេទ SUV 5កៅអីបំពាក់មកជាមួយនឹង option ទំនើបជាច្រើននេះខ្ញុំលើកទៅលើ option ទៅលើប្រភេទកៅអីវិញគឺយើងបំពាក់មកជាមួយនឹងកៅអីស្បែក red line នេះគឺ line ជាមួយនឹងធ្នេក្រហមដូចបងប្អូនឃើញស្រាប់ចឹង detail មកហ្មងធ្នេគឺដេរដោយដៃហើយអត់មានសព្រិះសព្រុះអត់មានអាល័តអីណាបងចាទៅលើធ្នេគឺស្អាតមែនតើទៅលើធ្នេក្រហម red line edition នេះហើយសម្រាប់កៅអីវិញគឺប្រើកៅអីស្បែកអ្វីដែលសំខាន់គឺចុចអូតូទៀតចាចុចអូតូសេរីបាន4ទៀតចាហើយទៅលើចង្កូតវិញក៏គេប្រើចង្កូតភ្លើងដែរចាធូរក្នុងការបើកបររត់ដឹងតាមល្បឿនបងប្អូនបើកបរតែម្ដងបងប្អូនបើកយឺតគឺធូរមែនតើពេលដែលបងប្អូនបើកលឿនគឺរត់បតឹងទៅតាមល្បឿនយើងបើកបរដូចគ្នាចាហើយចង្កូតវិញគឺជាប្រភេទចង្កូតភ្លើងបងប្អូនធូរស្រួលបួមែនតើហ្នឹងហើយទៅលើកញ្ចក់ទៅលើ screen ខាងមុខវិញគឺយើងប្រើប្រាស់
ជាមួយនឹង screen ហើយក្រោម touch screen 8 inch បងប្អូនអាចភ្ជាប់ជាមួយនឹង Apple CarPlay អាចមើល map ក្នុងស្រុកខ្មែរបានចាទៅខេត្តទីចិត្តទីឆ្ងាយអីងាយស្រួលមែនតើបងប្អូន Apple CarPlay គឺសំខាន់ណាស់មើល map បងប្អូនពេលដែលប្រើឡានដែលអត់មាន Apple CarPlay ទៅបងប្អូនដឹងថាពិតជាសំខាន់មែនហ្នឹងហើយអញ្ចឹងទៅលើប្រភេទ tracker នេះគឺយើងបំពាក់មកជាមួយនឹងប្រអប់លេខ6វគ្គអូតូហើយក៏មាន support លេខដៃមកជាមួយដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយខាងក្នុងគឺតលាយហើយស្អាតមែនតើទាំងការ design កាប់ឡូអីក៏ឡែមកជាមួយនឹងថ្នេរដែរចានិយាយទៅបងទាំងផ្នែកខាងក្នុងខាងមុខហើយនិងខាងក្រោយទៅលាយដូចគ្នាអ្វីដែលសំខាន់ណាខ្ញុំចង់បង្ហាញទៅលើ option មួយទៀតចា tracker នេះបំពាក់មកជាមួយនឹងប្រភេទ panoramic sunroof លាតធំពីមុខដល់ក្រោយតែម្ដងចាបងប្អូនចង់ប្រើបើកតារ៉េដូក៏បានបងប្អូនបើកកញ្ចក់ក៏បានដែរអញ្ចឹងណាពេលទៅខេត្តឆ្ងាយឬក៏បងប្អូនទៅដំណើរកម្សាន្តគ្រីរំអីបើកកញ្ចក់មក relax តែម្ដងចាប៉ុន្តែបើសិនមេឃភ្លៀងកុំបើកទេបងប្អូនគ្នានឹងឯងនិយាយលេងទេអញ្ចឹងទៅលើមុខងារដបបើកនេះគឺលយមែនតើទៅលើឡាន tracker នេះបងប្អូនតម្លៃតែ$20,000ជាងឯងប៉ុន្តែបានមកជាមួយនឹង option មួយ set បងប្អូនទាំងអស់គ្នាហើយឡាន performance បើកបោគឺអែមតែម្ដងចាបុកជាមួយនឹងកញ្ចប់ option ទំនើបទៀតទៅលើឡានតម្លៃខំ$30,000នេះអញ្ចឹងមិន tracker រត់ច្រើនលើដងផ្លូវបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសម្រាប់ខាងក្នុងខ្ញុំបង្ហាញនេះចង់នាំបងប្អូនទៅមើលផ្នែកខាងក្រោយតើ tracker តម្លៃខំ$30,000ប្រភេទ SUV 5កៅអីនេះតលាយប៉ុណ្ណាចាអញ្ចឹងនាំបងប្អូនទៅមើលខាងក្រោយទាំងអស់គ្នាចាំបងប្អូនទាំងអស់គ្នា SUV 5កៅអីចាខាងមុខខាងក្រោយគឺតលាយសល់ space ដាក់ជើងបានតលាយមែនតើហើយនាងខ្ញុំពោះដែរមិនទាពេចា1ម៉ែត្រ60ជាង70ដែរបងប្អូនអរគ្នាប៉ុន្តែអង្គុយគឺមានស្ទើរជើងទេហើយសម្រាប់ផ្នែកខាងក្រោយវិញគឺបងប្អូនឃើញអីអាមរ៉េសបងប្អូនអាចស្វាត់ដៃបានដាក់កែវកាហ្វេស្រាប់តែអង្គុយខាងក្រោយអញ្ចឹងណាបងប្អូនអរគ្នារុនសាក់ថ្មក៏មានស្រាប់ដែរផ្នែកខាងក្រោយចាអញ្ចឹងសម្រាប់ឡានមួយនេះប្រើប្រាស់លក្ខណៈគ្រួសារឬក៏បងប្អូនប្រើម្នាក់ឯង2នាក់លក្ខណៈគ្រួសារចូល5នាក់អីក៏ប្រើបានមកឆ្លាញ់ទៅលើប្រភេទឡាននេះបងប្អូនឡានថ្មីធានាចេញពីក្រុមហ៊ុនទៀតអញ្ចឹងបងប្អូនចំណាយត្រឹមតែប៉ុណ្្នេះទេខ្ញុំជឿថាពេញចិត្តហ្មងទៅលើ tracker ចាអញ្ចឹងខាងមុខខាងក្រោយក៏តលាយដែរអញ្ចឹងខ្ញុំចង់នាំបងប្អូនទៅមើលផ្នែកខាងក្រោយវិញឃ្លុបចាដាក់វ៉ាន់ចាហ្នឹងហើយបងចាំបងសម្រាប់ផ្នែកខាងក្រោយវិញក៏អត់ចាញ់ផ្នែកខាងមុខដែរនិយាយទៅឡាននេះ design មកស្អាតទាំងមុខទាំងក្រោយពេញសាច់តែម្ដងចាអ្វីដែលសំខាន់នេះលើស្តុបក្រោយក៏ប្រភេទ LED ដែរបងប្អូនលឺស្អាតមែនតើបងចាភ្លឺឆ្វាចហ្មងពេលយប់ហើយអត់ចាំងប្រេងអ្នកក្រោយទេបងហើយទៅលើភ្លើងនេះគឺមក LED ហើយស្រាប់តែម្ដងបាច់ទៅតអីផ្សេងៗបងពួកអីមកset ហើយតែម្ដងចាហើយទៅលើប្រភេទ tracker នេះ option red line បង like detail ទៅលើ model មកតែម្ដង red line edition ហ្នឹងហើយបងអញ្ចឹងសម្រាប់ផ្នែកខាងក្រោយវិញមកជួយនឹងកាមេរ៉ាមួយគ្រាប់ជាមួយនឹង sensor ខាងក្រោយ4គ្រាប់បងប្អូនជំនួយនៅពេលដែលបងចូលចតមើលកាមេរ៉ាយ៉ាងផ្សេងៗសម្រាប់កាមេរ៉ានេះក៏វាមានឡាញបន្ទាត់នៅក្នុងនឹងដែរពេលបងប្អូនអាយ៉ែចាបងប្អូនអរគ្នាផ្នែកខាងក្រោយនេះខុសពី LED ទូទៅគឺវាមានភាពដិតស្អាតហើយបែងចែកដាច់ជា2ហ្មងពេលដែលយើងបើកគ្រប់ខាងក្រោយនេះវាចំហៀងនេះក៏នៅតែភ្លឺបានធម្មតាបាទហើយលក្ខណៈពិសេសមួយទៀតទៅលើ sensor ដែលវាធ្វើការជាមួយនឹងកាមេរ៉ាខាងក្រោយមានថាពេលបងប្អូននិយាយថយក្រោយមក sensor វាដើរតួនាទីជាផ្នែកមួយក្នុងការចាប់ឧបសគ្គហើយកាមេរ៉ាវាដើរតួនាទីមួយក្នុងការចាប់រូបភាពអញ្ចឹងនៅពេលដែលមុខងារទាំងពីរនឹងធ្វើការមកយើងអាចឃើញនៅក្នុង screen ហើយឮសំឡេងផ្ទាល់ហ្មងចិត្តបកចិត្តប៉ះអីគឺវានៅ alert ជាសំឡេងហើយនឹងវាចង្អុលចំឧបសគ្គដែលនៅខាងក្រោយរថយន្តនឹងចំហ្មងអញ្ចឹងបងប្អូនស្រួលក្នុងការយាយចូលចតខ្លាំងមែនតើហើយលក្ខណៈពិសេសមួយទៀតទៅលើភ្លើងខាងក្រោមនេះក៏យើងមានភ្លើងដែរបងប្អូនរៀងប្លែកអញ្ចឹងនៅពេលដែលបើកបរពេលយប់ភ្លើងខាងក្រោមនេះក៏យើងមានភ្លើង LED មកបែបនេះជាមួយនឹងភ្លើងហ្វ្រាំងអញ្ចឹងវាបង្ហាញអំពីឡានរបស់យើងឲ្យអ្នកខាងក្រោយមើលឃើញកាន់តែច្បាស់ហើយភាពតាក់ទាញនៅក្នុងការបើកបរគឺ tracker ធ្វើល្អខ្លាំងមែនទែនបាទអញ្ចឹងយើងមកមើលផ្នែកកន្លែងដាក់ i1 វិញម្ដងតើ tracker ទលាយកម្រិតណាបាទសម្រាប់គ្រួសារបាទអញ្ចឹងទំហំគឺទលាយបាទយើងអាចថាទលាយទំហំប៉ុណ្ណេះសម្រាប់គ្រួសារដែលយើងធ្វើដំណើរកម្សាន្តទៅទីជិតទីឆ្ងាយបាទគឺដាក់ i1 បានច្រើនហ្នឹងហើយបងលក្ខណៈពិសេសឧទាហរណ៍ថាបងទៅទៅកពតអី
từ đó khuyên trade nó không có cái gì từ nó đấy thì máu tay ở trong này khai khăn la nó hôm nay đã khăn khổ này bàn máu này đã khăn khổ này máu bạn miên khăn miên ấy bật chất nó cứ như thế này miên khăn châu không làm thì bọn con tay bật sân bao bao trong ban ca đại văn bị khang lơi ban can là trơn trên đường tiệt dương thủ lệ bật tiền đi từng khăn khổ trên máu này không hơi khuyên chảy chứng môn đấy cứ chẳng đánh spike làm là ngày bò bây ta khang lơi đi ha bò vìแต่ละmáu có ai đại văn sra ban này ta đôi chữ thong ấy chỉnh sen tóc tai đó bong ngày đặt thằng lừa đi bàn trà cơ này không muốn mưa móc clean mong là ngày bong trà ở vậyได้สำคัญจังปัจจัยติดบงสมัยเฉลยแต่คือเมียนกองสกู๊จ่าหัวไอ้เคยนะคลาดเกิดเมียนกองสกู๊ไอ้บงจ่าใช่กองสกู๊บางส่วนเชียร์ลานอันเมียนกองสกู๊ยงกับbạnมันเต้นแต่ใบกองให้คือเถอโหลานเอาไว้นั่งไงบงจ่าจังข้างคอยคือตะลีไอ้บงจังให้ได้บรรบองก็เชื่อเรื่องเผอลานแต่เคยเฉินอดเลือดดองเลยเฉินในสายประเภทแรกไหนขู่ซาแฝมก็ไอ้ตะลีให้ออปชั่นแต่เดิมติดจ้ะติดได้ใจเลยอักษรได้มองเห็นเห็นจังจ้ะนั่งไงบงจังสมัยภายในขังมุกขังกราวด้วยจีขังขนองnhư bạn hàng chun từ căn bóng ôn ban chờในบงจ้ะจังบัดสันจีบองโปมินจมงอไอ้บองโปนอาจจะคอมมันข้างขอมสะสู้โปมินกับบ้านได้จ้ะนั่งไงบงจังนมบองโปนเติมในขังมุกมีจังบัดhàngจะเลยเหลือคันของการตูตอดไอ้เซ็งจังนะบองโปนเหรอเนี่ยบ่าถอดเจอมาโปนดอกหมกของเนี่ยบ่าบองโปนดอกเนี่ยสมัยเฉลยแทร็กเกอร์สาวคือบองโปนติดเติมมันปีกบจังมองให้สาวคือสะอาดเหมือนแต่ยิ่งจังบัดhàngจะเลยหมกงี้ได้บองโปนได้เผยเผยปีสมาร์ทคีย์เติมบ้านนะจ้ะบองโปนเผยแทร็กเกอร์มีนั่งท่าแทร็กเกอร์มีออปชั่นตะเลียหลังกับเจ้าออโต้จ้ะปีสมาร์ทคีย์จังไปโดยบองโปนจงปีเลยล้านผลิตบัตรกระจายไอ้ปัจเจียปีสาวบัดบางhai bà xin chị bóng bóng đã cho lán trăng từ lẹ cái chợ đầm bầy ao lan bởi dương từ trẻ nè về này dương cho hai cái đá in chứ cho cái đá trên pì lan và dương chỗ tôi sẽ làm chuyện vàng trà chẳng bà xin chị bóng bóng cho từ lẹ cái chợ vì chẳng ngái bóng bóng còn chạch ăn lọc muối bóng bóng chạch hô ở cho tới lan bởi dương nơi từ lẹ cái chợ ô tô tại mặt đó trà từ lẹ tầng 4 ten tại mặt đó hai pe đài bóng bóng trăng bật vĩnhจ้าบรรทัดบางคนผลิตบัตรกระเจาะหน้ามวยเย่จ้าผลิตแต่มวยก็บางคนนักจัดบัตรปานได้บางคนก่อนจะจัดเราก็ชอบนะลานบ่อเยอะนึงบัตรกระเจาะแต่มาดองจ้าhai bà xin chỉ bong bóngผลิตบัตรตะโบเลือcó việcบัตรเอาได้จ้าแต่เลยมุกเงียsmart key นี้ยังไงไปเชียร์แต่แหละนั่งแต่หลังกระเจาะปี smart key บ้านแต่เลย tracker thì tới option muaนี้ยังchưa thả nguyên là nam viên tếแต่ like khổm $30จ้ายังไงบองจ้าบองvậy tới tracker red line นี่บองเรากระเจาะมา red line หน่วยดีมอสะอาดบองไอ้กระเจาะนี่คืออาตาประโยชน์เชิญนะบองvậy tớiกระเจาะนี่บองบองกัดโชคขนมกับอันกัดตะแคงกับบ้านจังมาสั่นจิบป้าให้โมมั้ยก็อัดบะได้คือสุกจัดบ้าตะคอยจ้ะอัดตากระเจาะไอ้บองบองนักเนี่ยแต่นี่เอาอีจ้าจังบองđang xếp ấy trả cho nữ sọc dướng cứ chẳng ít nâng ngày chả chẳng pass app tô xinh xinh phải một là món cứ ắt bạc thế nhỉ bông chả bông chẳng tracker ní cứ một kia sòng khăn chờ mình tán chả chẳng mong ôn của tay cha nè mới tracker đi ắt ai trùm lộn ba này nâng ngày bông bà bông nào không đi à nâng ấy chỉ hạt phò là mình tha lan brand là bấy xe led bà lan làm rồi thôiแต่ไลท์เจียงปีเมื่อเดลาที่ปัจจัยออปชั่นคือสมบูรณ์แบบออปชั่นแต่ดามอคือจีออปชั่นแต่สัตว์แต่จีมุกงี้แต่จำบัตรป่ะมันแมนก่อนดามอแต่ไม่หลุมออลาหน่อยมือที่สะอาดหน่อยมือที่เคยลอยหน่อยมือที่เคยทาลานเอาไปถัดเนื้อตีวันท้ายตึงหนึ่งนั่งได้ลานเชลเลนี่คือกรุ๊ปออปชั่นแต่ก็คือสัตว์แต่เมียนไปยาวมากี่ดามอของผมเนี่ยนะป่ะจังแล้วจะมีจูมองโอนท่าสมัยเทรคเกอร์ยืนเล่นเกาะจำสต็อกเตียนหายสมัยบอลโอนแต่แต่เมียนปัญหาท่ากอดอัดจังเจาะอัดจังเกาะตีจังท่าเมียนล้านเมาส์ติงโยแต่มาดองแล้วนี่คือยืนเมียนนักนองสต็อกไฮบอลโอนอย่างชื่อเมาส์ติงล้านโยเตอร์พลีมบานบ้าจังบอลเสียปัญหาน้องจูบอลโอนมันมวยเมาส์พลีมติงบานพลีมบ้ามวยวินเตียตัวเลยการปลูกตอดสมัยแบบไรนี้บอลโอนแต่สู้ท่าบัดติงลุยดักไทยนังติงโลกนี่ออดแต่ไรปีกระมอนเตอร์คือบอลจูนเนื้อดมลาเพียบดมไลจูนเตะจูนโดยคดีติงได้ก็ตลาด$20,500ติงบอลรวมโลกก็ตลาด$20,500มาจังบอลโอนอันนี้คือจีดำลาเพียบมวยสมัยพอดอลจูนเตะจนกรุ๊ปมาจะท่าถึงงอไอ้แล้วยืนส้มโจแต่เลือแหลกขั้นบอลโลกหุ่นดองมาแมบแหลกขั้นบอลโลกงี้สูตีบอลโอนเมียนตายแต่ยันบ้านบักบอหลีคัดปัจเจกจำโน้ไปนั่งหลีคัดปัจเจกตีหลุมหนึ่ง
ចឹងត្រង់ចំណុចលិបច្ចៈចំណូលឧទាហរណ៍បងអ្នកធ្វើការអាចជាលិខិតបញ្ជាក់ជាមួយនឹងប្រាក់ខែ ហ្នឹងហើយបង ឬក៏ប្រតិបត្តិការធនាគារ3ខែចុងក្រោយមកប្រសិនបើបងប្អូនបាត់លុយតាមធនាគារអញ្ចឹងណាហើយបើសិនមកបងជាមន្ត្រីឆ្កាគាត់អាចយកជាលិខិតតែងតាំងអីចឹងទៅបាទឬក៏ចុងស្លឹកបាក់លុយមកគឺអាច process បានហើយសម្រាប់នៅ OC នៅ OC គាត់អាចប្រតិបត្តិការ3ខែរបស់ធនាគារហ្នឹងក៏បានអាចជាបានបាត់បង់ក៏បានអាចជាបងចំណូលចំណាយរបស់គាត់ក៏បានដែរនិយាយទៅយើងផ្ដល់ជូនជំរឿច្រើនជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាបាទហើយឯកសារងាយហើយការប្រាក់កាន់តែពិសេសឥឡូវនេះការប្រាក់ចាប់ពី 0.70% ឡើងទៅក្នុងមួយខែបងប្អូនមានតែវាទាបខ្លាំងមែនតើមួយឆ្នាំមកដល់ 10% ផងទេបាទគឺត្រូវដូចចំណេញទៅលើការប្រាក់ទៀតបងប្អូនខ្លះអត់ចង់លុះទេក្លែបអស់ក៏កុំឲ្យអស់ការប្រាក់ច្រើនតាក់ទងមួយការកម្ចីដឹងតែអស់ការប្រាក់ឲ្យព្រោះទៅបីជាយើងមិនរំលោះឡើងក៏ដោយយើងទៅខ្ចីលុយពីធនាគារយកមកប្រកបមុខរបរឲ្យក៏ដោយក៏ត្រូវតែចំណាយការប្រាក់ឲ្យធនាគារដែរបាទហើយទន្ទឹមនឹងនេះផងដែរការប្រាក់រំលោះឡើងថ្មីជាមួយនឹង Challenge នេះវាចង់ថាវាសឹងតែស្មើឬក៏ចង់ទៀបជាងនៅពេលដែលបងប្អូនយកប្លង់ដីប្លង់ផ្ទះទៅកម្ចីទៅលុយជាមួយធនាគារខាងក្រៅផងបាទព្រោះការប្រាក់ 0.70 ហ្នឹងមែនតើទៅកម្ចីខ្លះយកប្លង់ដីឬប្លង់ផ្ទះទៅដាក់ការប្រាក់ 1.0 1.2 ឯណោះបាទអញ្ចឹងឡានថ្មីគឺរំលោះអស់ការប្រាក់តិចបងប្អូនបាទហើយដៃគូយើងមានច្រើនណាស់គ្រប់ជម្រើសបាទយើងមានដល់4អញ្ចឹងមានធនាគារណាខ្លះដែលដៃគូរបស់យើងឲ្យអ្នកកញ្ញាសូមការប្រាប់បងប្អូនយើងជាមួយនឹងធនាគារដៃគូយើងមានច្រើនចាដែលជាគ្រប់ទៅការលក្ខខណ្ឌរបស់បងប្អូនតែម្ដងណាចាយើងមានធនាគារ Eon យើងមានធនាគារ KB យើងមានធនាគារដូនពេញក៏ដូចជាភ្នំពេញពាណិជ្ជចាហើយអ្វីដែលសំខាន់នោះគឺបងប្អូនរំលោះអត់មានដាក់ទ្រព្យប្រចាំទេចារំលោះឡានគឺមានដាក់ទ្រព្យប្រចាំទេបងប្អូនមានតែឯកសារដូចដែលបងសុភ័ក្រគាត់ជំរាបជូនចាជាមួយនឹងទឹកលុយចូលរួមមុនបងប្អូនឥឡូវនេះបងប្អូនចង់ចូលរួមមុនក៏បានអត់ក៏បានដែរចាពិសេសមែនតើដែលមួយវិញទៀតយើងហៅថារំលោះសុទ្ធ 100% ចាបើសិនជាបងប្អូនរំលោះសុទ្ធ 100% ឥឡូវនេះក៏បានដែរជាមួយនឹង tracker បងប្អូនកាន់ឯកសារមកដាក់សិក្សាស្នើបងរំលោះ 4 ទៅ 5 ថ្ងៃដឹងលទ្ធផលដកឡានចេញបានហើយបើសិនជាបងប្អូនអត់ទេថាចង់ចូលរួមខ្លះគាត់មានលុយចូលរួមខ្លះណាបើសិនជាបងប្អូនចូលរួមមក 50% ប្រចាំខែគាត់បង់តែ100ជាងឯងហ្នឹងហើយបងបាន2ឆ្នាំបងផ្ដាច់បាន2ឆ្នាំគាត់ចង់រំលោះដើមបាននិយាយទៅលក្ខខណ្ឌរបស់យើងគឺមានគ្រប់ជួនអតិជនតែម្ដងហ្នឹងហើយបងផ្ដាច់តែម្ដងក៏បានបងរំលោះដើមជាដំណាក់កាលក៏បានបាទបងប្អូនមាន 3000 ឡើង 3000 មាន 5000 ឡើង 5000 ងាយស្រួលបាទបងដាច់លឿនបាទហើយអ្វីដែលសំខាន់បើសិនជាបងប្អូនអត់ចង់ស្មុគស្មាញក្នុងការរំលោះអីផ្សេងៗទេបង 26,500 ដកឡានចេញបានឥឡូវហ្នឹងបងប្អូនទាំងគ្នាអត់ចាំស្តុកទេបងប្អូនគេម្ដង tracker គឺកក់ចាំស្តុកណាចាតែឥឡូវនេះគឺយើងព្យាយាមស្រួលដាក់ឡានមកច្រើនមែនតើជូនបងប្អូនទាំងគ្នាអត់ចង់ឲ្យបងប្អូនកក់ចាំទេចាហ្នឹងហើយហើយឥឡូវរដូវភ្លៀងទៀតបងចាបងប្អូនសម្រាប់ចិត្តឆាប់ទៅវូតទៅតន់ឡានយើងមានក្នុងស្តុកតែបន្តិចទៀតហ្នឹងអាចនឹងកក់ចាំទៀតហើយចាព្រោះអីខែបន្តទៀតបងប្អូននឹងស្រាប់អីសិតតែមានកម្មវិធីទាំងអស់ខ្ញុំបននំទូកចិត្តឆ្លងឆ្នាំបងប្អូនចាណាទិញឡានឲ្យហើយក្នុងឆ្នាំនេះបងប្អូន tracker តើឥឡូវយើងអត់មានតន់ប្រែប្រួលតម្លៃណាចាយើងអត់តន់ដឹងទេថាប្រហែលខែទៅមុខទៀតតម្លៃខ្ពស់ជាងនឹងឬក៏យ៉ាងម៉េចយើងអត់ដឹងដូចគ្នាចាគ្រាន់តែឥឡូវនេះយើងផ្ដល់ជូននៅតម្លៃពិសេសជូនបងប្អូនដដែលបងប្អូនឃើញតម្លៃយើងគឺ $26,500 ចាហើយតម្លៃនេះខ្ញុំជឿជាក់ថាគឺតម្លៃល្អមែនតើសម្រាប់ឡានគឺ 0.25 បងប្អូនទាំងអស់គ្នាហ្នឹងហើយតាន់ឆ្នាំតម្លៃដដែលបងប្អូនតែស្គាល់ tracker ដឹងស្រាប់ហើយគាត់ចាំអង្ការចុះបងប្អូនចុះទៅណាទៀតបើសិនជាឡាននេះតម្លៃយើងចុះហើយហ្នឹងហើយបងហើយតើតើមួយតម្លៃនេះផ្ដល់ជូនគ្រប់អតិថិជនបងប្អូនធានាថាទទួលបានតម្លៃមួយដែលទំនុកចិត្តអត់កោញញ៉ៃទេតម្លៃនេះបងចាហ្នឹងហើយអញ្ចឹងយើងខុសប៉ុណ្ណាបងប្អូនមកសួរព័ត៌មានទិញបានក្នុងតម្លៃប៉ុណ្ណឹងចាអញ្ចឹងបងប្អូនទិញក៏ជាទំនុកចិត្តមួយដែរអត់ភ័យព្រួយបារម្ភថាខ្លាចអតិថិជនផ្សេងទិញបានតម្លៃផ្សេងហ្នឹងហើយបាទអញ្ចឹងសម្រាប់ tracker នេះមូលហេតុដែលមួយចំនួនដែលធ្វើឲ្យ tracker ទទួលបានការជិះច្រើនបងប្អូនអរគ្នាទៅលើរូបរាងដែលតាក់ទាញទៅលើទំហំឡានមានភាពធំទូលាយទៅលើតម្លៃល្អឡានអាមេរិកតម្លៃ 26,500 ពិសេសមួយទៀតគឺទៅលើភាពសមចៃហ្នឹងហើយភាពសមចៃមកចប់
សាំង100គីឡូចំណាយតែ5លីត្រទេបងប្អូនអរគ្នាអញ្ចឹងអាចថា$5អីហ្នឹងក្នុងរយៈចម្ងាយ100គីឡូពុនផ្លូវមួយឆ្នាំយើងបង់អស់តែ150,000ទេបាទមួយឆ្នាំ150,000គឺតិចមែនទែនសម្រាប់ឡានបាទហើយទៅលើការថែទាំក្រុមហ៊ុនធានា3ឆ្នាំជូនបងប្អូនអរគ្នាដែលស្មើនឹង10,000គីឡូបាទអញ្ចឹងអត់មានចំណាយទេចាក់តែសាំងលាងទឹកទេបងប្អូនហើយដូរវិញសិនតាមការកំណត់និយាយទៅបងបាទគឺសំចៃមកចប់ឡានសាំងគឺសម្រាប់ការថែទាំគឺអត់ងាយសុកស្វែងច្រើនទេឡាននេះប្រើសាំងសុទ្ធសំចៃណាបងចា100គីឡូ4ទៅ5លីត្រទេបងប្អូនជិះទៅខេត្តទៅអីបានមកឆ្លាញ់ចាហើយមួយវិញទៀតអ្វីដែលទទួលបានការគ្រប់គ្រងច្រើនគឺទៅលើភាពសំចៃនឹងឯងចាហើយដែលបានជា tracker រត់ច្រើនលើដងផ្លូវដោយសារទី1វាសំចៃ option ទំនើប brand អាមេរិកឡានធំទៀតចាអញ្ចឹងបងប្អូនគួរតែពិចារណាទៅលើ tracker បានចាបើសិនជាបងប្អូនរកឡានដែលសំចៃនេះបងប្អូនមកមើល tracker សិនចាហ្នឹងហើយចឹងបងទៅលើមានអីបន្ថែមទៀតអត់ទៅលើចំណុចហ្នឹងបងបាទលក្ខណៈពិសេសរបស់ឡានយើងជជែកយូរដែរហើយឥឡូវកុំឲ្យបងប្អូនចំណាយពេលយូរពេកពេលដែលគាត់មានចង្អុលអីតាក់ទងមួយឡានឆាតចូល page របស់ក្រុមហ៊ុនមកឬក៏អញ្ជើញមកមើលឡានផ្ទាល់នៅក្រុមហ៊ុនហ្នឹងហើយសម្រាប់ទីតាំងគឺយើងមានទីតាំងស្ថិតនៅផ្លូវលើផ្លូវសហព័ន្ធរស៊ីតែម្ដងអគារ115ផ្លូវសហព័ន្ធរស៊ីសង្កាត់ទឹកថ្លាខណ្ឌសាន់សុខរាជធានីភ្នំពេញបាទស្រួលរកមែនតើបងប្អូនជិះមកឃើញ logo សញ្ញាបូថៃពណ៌ទឹកមាសហ្នឹងគឺធំមែនតើនៅលើផ្លូវសហព័ន្ធរស៊ីនឹងចុះពីស្ពានអាកាស7មករាប្រហែលជា500ម៉ែត្រនៅខាងស្ដាំដៃបងប្អូនណាបាទបងចាអញ្ចឹងសម្រាប់ការសាកសួរព័ត៌មានបងប្អូនអាចឆាតចូល page យើងនៅមានក្រុមការងារសម្រាប់ផ្ដល់ព័ត៌មានលម្អិតជូនគាត់បាទហើយចង់ប៉ះចង់មើលចង់ផ្ទាល់បងប្អូនអញ្ជើញមក showroom មកបាទអញ្ចឹងសង្ឃឹមថាការ live នេះជាចំណេះដឹងមួយជាព័ត៌មានមួយចែករំលែកជូនទៅដល់អតិថិជនក៏ដូចជាប្រិយមិត្តដែលតែងតែទស្សនាលើការផ្សាយរបស់ក្រុមហ៊ុន Chevrolet ក៏ដូចជាចង់ដឹងព័ត៌មានអំពីឡាន brand Chevrolet របស់សហរដ្ឋអាមេរិកនេះផងដែរបាទអញ្ចឹងពួកយើងទៅពីនេះយើងយូរដែរហើយសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្្នឹងសង្ឃឹមថាថ្ងៃបន្តទៀតយើងនឹងមានអីថ្មីក្នុងការ live ចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនជាបន្តទៀតបាទអញ្ចឹងក្នុងវីដេអូក្រោយទៀតបងចា៎ពេលនេះយើងជួបគ្នាប៉ុណ្្នឹងចាំជួបគ្នាវីដេអូបន្តបងប្អូនអរគ្នាបាទខណៈពេលនេះខ្ញុំសុភ័ក្រនេះខ្ញុំសូនីតាបាទសូមអរគុណជម្រាបលាបាទនាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group